ជំរាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមយកព័ត៌មានតាក់ទងទៅនឹងបញ្ហាដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាយើងគឺបាទការឃុំខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្នករណីជួញដូរគ្រឿងញៀនជិត100គីឡូក្រាមឯណោះបាទនៅរាជធានីភ្នំពេញអាយកាអមសាលាដំបងរាជធានីភ្នំពេញកាលពីថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2025បានប្រកាសព័ត៌មានស្ដីពីជនសង្ស័យជាជនជាតិតៃវ៉ាន់ម្នាក់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធទៅនឹងគ្រឿងញៀនប្រមាណ99គីឡូក្រាមនិងសម្រាប់ឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្ដោះអាសន្នសិនលោកឆាយហុងព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអាយកាអមសាលាដំបងរាជធានីភ្នំពេញបានឲ្យដឹងថាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025សមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយនឹងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានបង្ក្រាបករណីគ្រឿងញៀននៅចំណុចផ្ទះលេខ159ផ្លូវបេតុងលេខ BT12M ស្ថិតនៅក្នុងភូមិព្រៃកៃសង្កាត់ប៉ោងទឹកខណ្ឌដង្កោរាជធានីភ្នំពេញនិងនៅចំណុចផ្ទះលេខទី29បូរីពេញហួតបាំងស្នោ Polaris ផ្លូវលេខP16 ស្ថិតនៅក្នុងភូមិក្តីតាកុយសង្កាត់វាលស្បូវខណ្ឌច្បារអំពៅរាជធានីភ្នំពេញពេលប្រតិបត្តិការបង្ក្រាបបទល្មើសសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់និងបានដកហូតវត្ថុតាងពីជនសង្ស័យឈ្មោះទីងវ៉ៃស៊ីងភេទប្រុសអាយុ28ឆ្នាំជាជនជាតិចិនតៃវ៉ាន់នៅសារធាតុញៀនប្រភេទកេតាមីន K ទម្ងន់គឺ 64.571.56 ក្រាមសារធាតុញៀនប្រភេទ Ecstasy គឺទម្ងន់ 31.875.63 ក្រាមសារធាតុផ្សំមិនច្បាស់លាស់ទម្ងន់ 3.010.7 ក្រាមជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន5គ្រឿងម៉ាស៊ីនសម្រាប់ក្រឡុកគ្រឿងញៀនចំនួន1គ្រឿងកែវចម្រាញ់គ្រឿងញៀនចំនួន2និងសម្បកស្បោងផ្លាស្ទិកសម្រាប់ច្រកនៅគ្រឿងញៀនមួយចំនួនផងដែរបន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះសមត្ថកិច្ចបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យខាងលើមកកាន់អាយកាអមសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីចំណែកឯបពុដែលពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនខាងលើសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តក្រោយពីទទួលបាននិងពិនិត្យលើសំណុំរឿងលើខាងនេះតំណាងអាយកាបានសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើនិងបពុពីបទរក្សាទុកដឹកជញ្ជូននិងជួញដូរនិងការប្រាស្រ័យដោយខុសច្បាប់នៅសារធាតុញៀនប្រព្រឹត្តទៅនៅរាជធានីភ្នំពេញកាលពីថ្ងៃទី25-26ខែតុលាឆ្នាំ2025ជាបទល្មើសពិលមិនទាន់និងត្រូវផ្តន្ទាទោសតាមបទបញ្ញត្តិមាត្រាទី40មាត្រាទី45មាត្រាទី48នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនបាទខ្ញុំបាទមានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា